អនុញ្ញាតសូមស្វាគមន៍កាត់ទស្សនាជាបន្តនៅក្នុងកម្មវិធីល្បែងជ្រែកជញ្ជាំងកណ្ដាប់ដៃមហិមាបាទនេះគឺជាទឹកទី2នៅក្នុងកម្មវិធីរបស់យើងហើយបន្ទាប់ពីសម្រាប់មួយផ្លេតជួយចាត់ថាបេក្ខជនទាំងពីរបង្គោលគឺបានបញ្ចូលថ្មពេញរៀងៗខ្លួនហើយវិញ្ញាសានៅក្នុងវគ្គនេះគឺនឹងផ្ដល់ជូន20ពិន្ទុជាបន្តទៅកាន់ក្រុមទាំងពីរនៅក្នុងវិញ្ញាសាដែលមានឈ្មោះថាជញ្ជាំងតូចជញ្ជាំងតូលគឺតម្រូវឲ្យក្រុមនីមួយៗឡើងទៅកាន់ទីតាំងយើងដដែលហើយឈរឲ្យចំចំណុចកណ្ដាលចាហើយមួយទៀតបើសិនជាជញ្ជាំងចេញមកនឹងមានរូបរាង end on បត់បែនតាមអ្វីដែលជញ្ជាំងបង្ហាញជូនអ្នកដែលបានឡើងទៅសូមបត់បែនទៅតាមជញ្ជាំងដូចគ្នាបើសិនជាធ្វើទៅមិនធ្លាក់ទឹកនឹងជូនពិន្ទុពេញ20ពិន្ទុចាបើសិនជាបាក់បែកជញ្ជាំងឬក៏ធ្លាក់ទឹកនឹងជូនពិន្ទុ0បាទដូច្នោះហើយទាមទារឲ្យកាយវិការរបស់បេក្ខជននៅពេលដែលឡើងលេងធ្វើឲ្យត្រូវទៅតាមរូបដែលបានឆ្លាក់លើជញ្ជាំងជ្រែកឲ្យផុតនិងទទួលបានពិន្ទុយ៉ាងស្រួលតែម្ដងមិនដឹងថាតើវគ្គទី2នេះក្រហមឬខៀវក្រហមចេញមុនទៀតខ្ញុំក្រហមចេញមុនខ្ញុំក្រហមចេញមុនទៀតចាអត់សមទេប៉ែឲ្យខៀវម្ដងទៅចេញមុនដល់ពេលចឹងឲ្យស្រីចេញមុន2ដងប៉ែអាមុននឹងចេញម្ដងចុះខាងផ្ដោតសិតឲ្យស្រីផ្ដោតសិតទៀតទៅមានសិននារីតែមុននឹងគេចេញឲ្យម្ដងមកគេចេញម្ដងទៀតបាក់កម្លាំងគេអីបងអីបើខាងស្រីគេថាគេទៅរួចយើងអូខេទៅខ្ញុំអត់បាទទៅប្រធាននិយាយទៅបាទស្រីគេទៅរួចអត់ប៉ុន្តែសំខាន់ផងវិញទេចុះបើគេយើងឥឡូវយើងព្រមឲ្យគេចេញម្ដងទៀតហើយស្រាប់តែយើងចង់ចេញយើងលេងបានចេញទៅធ្វើមិនទៅចាំថ្ងៃក្រោយដល់ពេលចឹងចប់ហ្មងបានចេញចឹងវាមិនអាចទេនៅតែចេញចឹងអូបាទខ្ញុំភ្លេចកម្មវិធីគេតម្រូវអីបាទខ្ញុំភ្លេចថាមកវិញ្ញាសាគឺលេងម្នាក់ម្ដងនៅក្នុងមួយវគ្គបាទខ្ញុំភ្លេចសុំទោសបាទខុសខាងប្រុសបាទវគ្គក្រោយចាំការប្រុសចេញម្ដងទៅបាទអរគុណអញ្ចឹងជញ្ជាំងគោលនៅក្នុងវគ្គនេះតម្រូវទៅលើបេក្ខជនបង្គោលក្រហមឡើងតលីមុនតើបេក្ខជនមួយរូបណាអ្នកឡើងតលីបាទខ្ញុំសិពៅចាបាទត្រៀមហើយសិពៅអូខេសុំច្បាប់ហើយណាចាសុំច្បាប់ចៃក្រមហើយណាសុំច្បាប់ចៃក្រមយកស្រីទៅបានយើងចាប់ដើមបាទសុំទៅកាន់ទីតាំងបាទសូមបងហាញជញ្ជាំងស្រីពៅរៀងឬក៏សំណំថាកូនចិនក៏ថាបានប៉ុន្តែនៅពេលនេះហុងសីប្រហែលជាមិនដូចកូនចិនឡើយដោយសារតែអាស័យពៅបន្លំដៃគេបន្តិចហើយឃើញឯណោះតាមពិតទៅបើសិនជាអាស័យពៅលាបដៃឲ្យធំជាងនឹងបន្តិចគឺអាចចូលបាត់ទៅហើយឬក៏គាត់គិតថាក្លិនក្លៀកគាត់មិនល្អអូយបងភាហេតុអីក៏ថាក្លិនក្លៀកគាត់មិនល្អឃើញទេពេលគាត់ឆ្លងផុតគាត់លើកក្លៀកមិនដាក់ចុះផងហ្នឹងសម័យនេះគេមានគ្រឿងកោបច្រើនដូច្នេះហើយទំនុកចិត្តក៏មានដែរស្រីទៅក្បាច់ជញ្ជាំងទល់អំបញ្ញមិញនេះគឺជាក្បាច់ដែលចូលហ្សូនរបស់ស្រីពៅហើយលើកជើងម្ខាងត្រូវជំនាញបាទពីព្រោះតារហដងស្រីពៅបាទលើកតែជើងម្ខាងជាងទេឈរបាទដល់ទៀតបាទហើយចុះខ្ញុំឃើញស្រីពៅអាសាទៅហាត់ប្រាណបាទ90នាទីឃើញអញ្ចឹងរហូតហ្នឹងតែនេះស្រីពៅធម្មតាពេលឥឡូវយើងនៅពីទូចណាពេលគ្រូដាក់ពិន័យគឺអញ្ចឹងមែនទេអាពិន័យយើងត្រូវលើកដៃលើកជើងហ្នឹងហើយត្រូវហើយចាប៉ុន្តែស្ទើរដៃចាព្រោះស្រីពៅឡៃឆ្ងាញ់តែលើកជើងភ្លេចលើកដៃឲ្យអស់បាទគាត់ជំនាញជើងជាងភ្លេចលើកដៃមួយបាទមែនណាគឺដៃពីរតែហ្មងបាទរៀងខុសដៃតិចទទួលស្គាល់គិតថាប្រហែលជាខ្វះលំនឹងឡៃឆ្ងាញ់តែលើកជើងដៃភ្លេចលាឲ្យអស់ហ៎បាទហ្នឹងឆ្ងាញ់មកចង់ថែមទៀតតែមិញតើមានអីថែមបន្ទុកពេញមិនបានទេបងប្អូនអរគ្នាយើងទៅចិត្តចិត្តមីទៀតសូមជូន5បន្ទុកបាទឥឡូវដល់វេនបង្គោលខៀវវិញម្ដងហើយតើទាំង3នាក់បេក្ខជនរូបណាដែលឡើងទៅលេង
អូបាទបរោះសង្ហាកូនកាត់ បងប៊ីក កូនកាត់អ្វីដែរបាទ កូនកាត់ លោកសុំសួរសិនតើលោកស៊ីដេតហ៎បាទ បាទ បាទលោកស៊ីដេតកូនកាត់ខ្មែរឬក៏កម្ពុជាបាទ ឌី កាត់ឥណ្ឌា អូ ឌីលោឈ្មោះហើយខាងបេក្ខជនខៀវគាត់ខាងបងកដាក៏ដាក់ small ហើយក៏ដាក់ big វិញដូរគ្នា ត្រៀមហើយបាទ ត្រៀមហើយបង សូមទៅកាន់ទីតាំង ខៀវធ្លាក់ទឹក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  សូមបង្ហាញជញ្ជាំង នៅពេលនេះដល់ក្រុមពណ៌ខៀវម្ដងលបងស៊ីដេត មើលទៅដូចជាសំណំធ្វើរូបរាងដូចជាសេះសមុទ្រអញ្ចឹងអាយ៉ាត្បៀតបន្តិចត្បៀតចោះទីបន្លៅតាមពិតគាត់លោតផ្លោះតើលបងស៊ីដេតនេះពិតជាល្បិចមែនហើយត្រូវហើយបងតាមពិតលបែងតែមានល្បិចម្ដងលិចលើម្ដងលិចក្រោមប៉ុន្តែល្បិចក្នុងចំណុំចំណោមពិតជាបែកភ្នែកឯបង ពិតជាមានវោហារស័ព្ទល្អមែនសេភឹមឥឡូវនេះឃើញថាលបងស៊ីដេតលោតបានជោគជ័យហើយប៉ុន្តែក៏បានល្អទៅតាមនឹងដែរ ដូចជាគ្មានកាយវិការអីត្រូវធ្វើឲ្យខូចសោះនេះ អូហូយគឺកិនល្អណាស់ល្អណាស់អើយល្អមិនទៅអត់ចាំ ក៏ទៅតាចាស់អត់ហើយហ្នឹង អូយល្អណាស់អត់ចាំល្អយោបាទតែខ្ញុំមិញបារម្ភចេះព្រោះលោកស៊ីដេតវាឡើងនៅមិញបាទឃើញចាំងជាមកសេះបកង់ណាបាទសេះបកង់សេះសមុទ្របាទបាទមិនអ្វីទេរូបរាងបាយមិញគឺជាការបន្លំភ្នែកបន្តិចបន្តួចតែប៉ុណ្ណោះ ចា វិញ្ញាសាបាយមិញគឺតម្រូវឲ្យបេក្ខជនលោតផ្លោះរំលងឲ្យផុតឆ្រែកឲ្យផុតបាទ ចា បន្ទុកបានពេញនេះបាទមិនមែនបានពេញដូចគ្នាទេគឺបានពេញល្អជាង ចា ក្រហមសុំជូន20មនុស្សបាទ មិនថង ចាអរគុណច្រើនពេលនេះពីកម្មវិធីក៏សូមពាក់អ្នកស្រាប់បន្តិចសិនជើងជួបគ្នាវគ្គក្រោយជាបន្ត